ថការមើលគូហាក់និងគូឆុងសម្រាប់ឆ្នាំថោះជាមួយនឹងឆ្នាំទាំង12ឆ្នាំថោះនិងឆ្នាំជូតគឺជាគូបំពេញឲ្យគ្នាឆ្នាំថោះនិងឆ្នាំឆ្លូវគឺជាគូបំពេញឲ្យគ្នាឆ្នាំថោះនិងឆ្នាំខាលគឺជាគូមធ្យមឆ្នាំថោះនិងឆ្នាំថោះគឺជាគូមធ្យមឆ្នាំថោះនិងឆ្នាំរោងគឺជាគូមធ្យមឆ្នាំថោះនិងឆ្នាំម្សាញ់គឺជាគូអាក្រក់បំផុតឆ្នាំថោះនិងឆ្នាំមមីគឺជាគូមធ្យមឆ្នាំថោះនិងឆ្នាំមមែគឺជាគូដែលល្អឥតខ្ចោះថោះនិងឆ្នាំវកគឺជាគូដែលល្អឥតខ្ចោះឆ្នាំថោះនិងឆ្នាំរកាគឺជាគូអាក្រក់បំផុតឆ្នាំថោះនិងឆ្នាំចគឺជាគូដែលល្អឥតខ្ចោះឆ្នាំថោះនិងឆ្នាំកុរគឺជាគូដែលល្អឥតខ្ចោះការសង្ខេបការមើលគូហាក់និងគូឆុងសម្រាប់ឆ្នាំថោះជាមួយនឹងឆ្នាំទាំង12ឆ្នាំដែលជាគូល្អឥតខ្ចោះជាមួយឆ្នាំថោះមានឆ្នាំមមែឆ្នាំវកឆ្នាំចនិងឆ្នាំកុរឆ្នាំដែលជាគូមធ្យមជាមួយឆ្នាំថោះមានឆ្នាំខាលឆ្នាំថោះខ្លួនឯងឆ្នាំរោងនិងឆ្នាំមមីឆ្នាំដែលជាគូបំពេញឲ្យគ្នាជាមួយឆ្នាំថោះមានឆ្នាំជូតនិងឆ្នាំឆ្លូវឆ្នាំដែលជាគូអាក្រក់បំផុតជាមួយឆ្នាំថោះគឺឆ្នាំម្សាញ់និងឆ្នាំរកាសូមអរគុណ